hai đôi mà đạch bàn chụp bón rừng mòn ok chụp bón rừng mòn thì mùi chụp bón cứ chỉ chôn chết để rồi nơi lơ tắc đây đại tự tuôn ca cùng riêng cùng hai bị thòm chết siêu sang cái gì rong chui pre thô này nângอากาศ ធាតុ ដោយរស់នៅលើទឹកដីដែលគំរាមកំហែងពីធម្មជាតិធ្វើឲ្យប្រជាជនជប៉ុនជាប្រជាជនដែលមានដែលរឹងប៉ឹងតាំងពីកំណើតមកដោយសារតែធម្មជាតិផ្ដល់នូវគ្រោះភ័យច្រើនលើមនុស្សដែលជាជាតិសាសន៍ជប៉ុនហ្នឹងទី1ទី2សង្គមជប៉ុនតាំងពីកកើតសម័យកុលសម្ព័ន្ធរហូតដល់សម័យសាមូរ៉ាយដែលជាកុលសម្ព័ន្ធបន្ទាប់រហូតដល់សម័យរដ្ឋនិយមគឺសម័យមេហឺរហូតដល់សម័យបច្ចុប្បន្ននេះជប៉ុនបានកសាងនៅសង្គមមួយដែលមានជំនឿមុតមមទៅលើការសិក្សារៀនសូត្រជប៉ុនមានជំនឿមុតមមមិនខុសគ្នាពីពួកថៃទេគឺពឹងក្បួនអញ្ចឹងទី1រស់នៅជាមនុស្សរស់នៅក្នុងដែនដែលគ្រោះថ្នាក់ដោយធម្មជាតិទី2ការកសាងសង្គមឲ្យយកចិត្តទុកដាក់ទៅលើការសិក្សារៀនសូត្រទី3គឺការចងក្រងក្បួនលទ្ធផលជាតិសាសន៍ជប៉ុនក៏រឹងមាំអូខេណាក្មួយកំសាន្តអ៊ីស្រាអែលកាលពីជាង 3000 ឆ្នាំមុនគឺជាកុលសម្ព័ន្ធដែលគេបានបំផ្លាញហើយបានបាត់បង់នៅទីតាំងរបស់ខ្លួនហើយក៏ធ្លាក់ខ្លួនរស់នៅជាទេសករនៅក្នុងប្រទេសដទៃរងទុក្ខវេទនារហូតដល់សង្គ្រាមលោកលើកទី1សង្គ្រាមលោកលើកទី2សេចក្តីទុក្ខលំបាកវេទនានោះធ្វើឲ្យមនុស្សអ៊ីស្រាអែលរឹងប៉ឹងជនជាតិយូវីសទី2ដើម្បីទប់ទល់នឹងគ្រោះថ្នាក់ពួកយូវីសកសាងរបស់មួយគឺការសិក្សារៀនសូត្រប្រចាំគ្រួសារមានន័យថាមិនចាំបាច់មានសាលារៀនទេយូវីសបណ្ដៅកូនចៅក្នុងគ្រួសារឲ្យរៀនសូត្រតគ្នាហើយការរៀនសូត្រនោះគឺចាំបាច់ណាស់នឹងទី2ទី3គឺការយូវីសចូលចិត្តរក្សាក្បួនដូច្នេះលក្ខណៈនៃភាពរឹងមាំរបស់ជប៉ុនរបស់យូវីសគឺដូចគ្នាបែបបាត់ជនជាតិយូវីសហើយនឹងជនជាតិជប៉ុនជាជនជាតិខុសពីខ្មែរមួយលានដងជាជនជាតិដែលកសាងខ្លួនដោយជន់កំទេចចោលនៅភាពរវើរវាយបើយើងក៏លេខមើលអាណាចក្រខ្មែរសម័យអង្គរពីគ្រិស្តសករាជ800មកដល់1350យើងឃើញថាអាណាចក្រខ្មែរកសាងរុងរឿងទៅទន្ទឹមគ្នានឹងភាពរវើរវាយស្ដេចខ្មែរចំណាយពេលវេលាដើមទុនច្រើនណាស់ដើម្បីបំផ្លាញធនធានរបស់ខ្លួនចោលកសាងនៅអធិរិទ្ធនៃជំនឿរវើរវាយលទ្ធិទេវរាជាការសាងសង់ប្រាសាទឧទ្ទិសទៅទេវនេះទេវនោះសុទ្ធតែជាភាពរវើរវាយនេះត្រូវបានសាសពីរដែលជាពូជអម្បូរតែមួយទេគឺតៃគឺសាសយួនហើយនិងសាសសៀមបំផ្លាញចោលអាណាចក្រចំណែកឯសាសចម្ប៉ាគាត់បានឈ្នះនៅអង្គរដែរប៉ុន្តែគាត់អត់អាចបំផ្លាញអង្គរបានទេពីព្រោះសាសគាត់នឹងរវើរវាយដូចគ្នាសាសយួនជាសាសអត់រវើរវាយដូចរឿងដំណាលរឿងនាងអូកៅណានាងអូកៅមានកូន100កូនកើតពីអីកើតពីសុទ្ធរស់នៅកន្លែងណារស់នៅក្នុងកំពូលព្រៃយ៉ាងវេទនាទោះបីយ៉ាងណាដោយសាសយួនមិនព្រមតាមចិនទៅខាងជើងទេសុកចិត្តចែកកូន50ម្នាក់រឿងព្រេងនេះបញ្ជាក់ថាសាសយួនហ្នឹងគេអត់មានជំនឿល្វើល្វាយច្រើនទេចំណែកសាសថៃពីដើមជាពួកតៃអត់ល្វើល្វាយទេឥឡូវថៃល្វើល្វាយប៉ុន្តែតៃពីដើមដែលបានឯករាជ្យមកនៅនឹងខ្មែរនេះអត់ល្វើល្វាយទេបានគេកសាងប្រទេសគេចំណែកខ្មែរអាណាចក្រខ្មែរស្ដេចខ្មែររស់នៅក្នុងភាពល្វើល្វាយអញ្ចឹងកសាងអាណាចក្រហើយចាយបំផ្លាញលុយតលអស់ប្រើប្រាស់ធនធានតលអស់ចុះសាសជប៉ុននិងសាស Jewish គេអត់អាចចាយបានទេដូចជប៉ុនដូច Jewish អ៊ីស្រាអែលធ្វើសង្គ្រាមដូចជា2ឆ្នាំរហូតមកដល់ឥឡូវគេចាយលុយអស់ច្រើនណាស់អញ្ចឹងសាសនាដែលមិនសូវរវើរវាយសាសនឹងខ្លាំងណាសាសនាដែលមិនសូវរវើរវាយសាសនឹងខ្លាំងណាកំសាន្តអញ្ចឹងមិនបាច់អធិប្បាយទេចំណុចទី1ខ្លាំងដោយសារអីខ្លាំងដោយសារធម្មជាតិរស់នៅវាចេះតែរករឿងធ្វើបាបគាត់ខ្លាំងទី2ដោយសារអីខ្លាំងដោយសាររៀនចុះឆ្លាតនឹងហើយរៀននោះណាហើយឆ្លាតនឹងកើតមកពីអីមកពីគ្រោះថ្នាក់ច្រើនណាចុះភាពក្លាហានគឺជាការតស៊ូខ្មែរក្លាហានដូចក្លាហែកវាយសៀមនឹកឃើញអញ្ចឹងតសៀមដាក់ប៉ោងខោអីចឹងទៅនៅជោទៀតអីចឹងទៅដោយសារអីនឹងមិនមែនក្លាហានទេគឺក្លាហែកមកពីពាក្យថាជោសាសជប៉ុនសាសយូវីសនេះអត់ចេះជោទេវាជន់ចោលវាកំទេចចោលភាពស៊ីជោនៅក្នុងខ្លួនវាណាអញ្ចឹងហើយបានជាវាឆ្លាតអញ្ចឹងហើយបានជាវាក្លាហានអូខេណាចំណែកសាហាវខូខើយើងជាជនរងគ្រោះយើងថាគេសាហាវតែមនុស្សយូវីសមនុស្សជប៉ុនដែលធ្វើមកលើដូចជាជប៉ុនធ្វើមកលើជនជាតិដទៃសម័យសង្គ្រាមលោកលើកទី1ទី2អីដូចជាយូវីសធ្វើអំពើខុសខើទៅលើប៉ាឡេស្ទីនអីគេធ្វើពីព្រោះគេយល់ថាជាករណីចាំបាច់របស់គេណាកំសាន្តឆ្លើយប៉ុណ្ណឹងណាមុនសិន
ល្អកូនបើមានលុយយកមកបំផ្លាញចោលទៅរៀនដល់ថ្នាក់ណាហើយសួរវិនិយោគផ្សារហ៊ុនអាមេរិករៀនបរិញ្ញាបត្រ4ឆ្នាំ6ឆ្នាំហើយនៅបើអត់មានទេគ្មានបរិញ្ញាបត្រទេហើយអត់ចេះអង់គ្លេសទេបើចង់យកលុយមកចោលយកចោលហាមកឡើងសារវិនិយោគផ្សារហ៊ុនក្នុង30ឆ្នាំជាងនេះតើនៅស្រុកខ្មែរមានផុសតាងជាក់ស្ដែងថាអ្នកណារកស៊ីផ្សារហ៊ុនបានកាត់កបហើយនៅមិនបាច់និយាយអីរាប់តាំងពីដុកទ័រអីគួចមេងលីអីទាំងអស់ហ្នឹងណាអាគ្រូជោគជ័យគ្រូជោគជាំអីទាំងអស់ហ្នឹងមានអាណាមួយរកស៊ី crypto forex អីបានលុយបានកាយនៅបានចេះតែប្រកែសួរពីរឿងវិនិយោគរៀនបញ្ញាបត្រ4ឆ្នាំចេញជាវិស្វករចេញជាវិជ្ជបណ្ឌិតឬក៏ជាគ្រូពេទ្យឬក៏ជាឱសថការីអីហើយនៅបានចេះតែសួរនោះណាមានសញ្ញាបត្រទេចេះគិតលេខនៅមាត់បានទេណាឬមួយក៏សម្បូរលុយលក់ដីបានរាប់លានយកមកចង់យកមកចោលមានបើអីយកមកចោលនៅអាមេរិកទៅណាហើយអត់ពិបាកទេបើក account នៅគេលក់បានគេបោកខ្លះសុំបីតែនៅអាមេរិកខ្ញុំប្រាប់ណាមិត្តភក្តិខ្ញុំក្តីកូនក្មួយខ្ញុំក្តីដែលពូកែអួតអាងខាងភេកហ៊ុនណាខ្ញុំឃើញថាកូនក្មួយខ្ញុំគេ make money គេរកលុយបានប៉ុន្តែសញ្ញាបត្រគេសិតតែ master សិតតែ PhD ការងារគេសិតតែ200000ប្រាក់ចំណូលគ្រួសារគេសិតតែ500,000ឡើងលើណាគេមិនដែលហាមាត់មកអួតថាអូគេវិនិយោគទេប៉ុន្តែគេ make money ចំណែកពួកម៉ាក់ខ្ញុំខ្លះដែលអួតពីរឿងផ្សារហ៊ុនមួយឆ្នាំពីរឆ្នាំស្ងាត់អស់ហើយព្រោះអីវាខាតវាអត់ចំណេញវាខាតអស់ទៅណាមានខ្លះទៀតមកអួតក្តីថាខ្ញុំឥឡូវនេះចង់ឈប់រកស៊ីហើយពីព្រោះក្នុងមួយថ្ងៃយ៉ាងហោចណាក៏ខ្ញុំរកបាន$1000ដែរដោយគ្រាន់តែអង្គុយវិនិយោគជឿឥឡូវហើយមកនិយាយជាមួយអាណាមិនមកនិយាយមានអ្នកខ្លះនិយាយណាប្រពន្ធខ្ញុំមួយថ្ងៃរកបាន400មកពីស្រុកខ្មែរចេះអង់គ្លេសអត់ស្ទាត់អត់ដែលរៀនសូត្រអីតាមទៅចេះ trade នៅក្នុង market បានមួយថ្ងៃ400បើវាលុយវារត់ធូរអញ្ចឹងម្លេះសំខ្មែរជនភៀសខ្លួននៅស្រុកអាមេរិក46ឆ្នាំកន្លងមកគេទៅជាអ្នកមានអស់ហើយបាទអ្នកមកក្រោយនេះអង់គ្លេសចេះយេហើយគេថាប្រពន្ធគេណាគាត់អង្គុយ trade stock ទេអត់ចាំបាច់ធ្វើការទេមួយថ្ងៃរកបាន400ចង់ឲ្យខ្ញុំជឿបង្ហាញ income tax ខ្ញុំមកបង្ហាញ income tax ណាបង្ហាញឯកសារពន្ធដារមកបានខ្ញុំជឿខ្ញុំរកវាមិនទាន់ឃើញអញ្ចឹងកុំសួររឿងផ្សារហ៊ុនខ្ញុំអត់ចេះទេខ្ញុំមកនៅស្រុកអាមេរិកខ្ញុំឡើងទៅពេកក្បាលហើយណាប៉ុនសិនហើយសូមបញ្ជាក់ណាផ្សារហ៊ុនមិនមែនជារឿងសន្សំទេផ្សារហ៊ុនគឺជាវិនិយោគដែលមានហានិភ័យខ្ពស់បើមិនចេះទេបាត់លុយផ្សារហ៊ុនជាវិនិយោគដែលទាមទារឲ្យមានចំណេះចេះដឹងខ្ពស់បើមិនចេះទេខាតលុយដល់អស់តែការដើរលេងក្រៅប្រទេសស្វែងយល់ឃើញអ្វីដែលប្រទេសយើងអត់មានចាត់ទុកថាជាការវិនិយោគក្នុងជីវិតទេការដើរលេងជាវិនិយោគក្នុងជីវិតវិនិយោគសบายបើកូនឯងមានលុយកូនឯងដើរមើលគេមើលឯងឲ្យដឹងស្រុកដឹងទេសគេវាសบายតែបើអត់លុយទេហើយកូនឯងចង់វិនិយោគអញ្ចឹងនៅសល់តែពងតបៃទេអូខេហើយចាឯងនិយាយនេះដូចចាឯងហ្នឹងមិនមានលុយរាប់រយលានហើយអញ្ចឹងដើរលេងទៅចឹងអត់មានបញ្ហាទេណាតែបើសួរតាថាតាធ្វើអីដើម្បីឲ្យស្វែងយល់រៀនព្រោះមានតែរៀនទេស្វែងយល់ចំណែកដើរលេងឥឡូវទៀតក្មួយសយសុភាពមកលេងស្រុកអាមេរិកក្មួយសយសុភាពគាត់តែងតែនិយាយថាអាមេរិកអាក្រក់ឥឡូវគាត់មកលេងអាមេរិកណាតើទៅវិញគាត់បានចេះអីឧបមាគាត់មកលេងអាមេរិក3ខែទៅវិញក៏មិនយល់មិនតន់យល់ទេអញ្ចឹងណាអូខេអញ្ចឹងបើចាត់ទុកថាពីព្រោះខ្ញុំលឺសូរខ្មែរនៅស្រុកខ្មែរឥឡូវហាមាត់ឡើងលុយវិនិយោគទិញមាសដើរលេងដើម្បីយកពិសោធន៍ជីវិតចុយមកលុយមែនតើខ្ញុំជួបខ្មែរមកពីស្រុកខ្មែរសម័យក្រោយនេះច្រើនណាស់ក្មេងៗខ្លះគឺពិតជាឆ្លាតមែនការនិយាយអីគឺពិតជាចេះដឹងប៉ុន្តែអ្នកខ្លះបានត្រឹមតែថតរូបទេធ្វើដំណើរមកស្រុកក្រៅបានតែថតរូបយកទៅបង្អួតគ្នាទេអ្នកមានមួយចំនួនគឺពិតជាឆ្លាតមែនខ្ញុំជួបផ្ទាល់កូនក្មួយគឺពិតជាឆ្លាតតែគេសិតតែមាន master គេសិតតែមាន PhD ហើយសាលាគេមិនមែនទិញសញ្ញាបត្រនៅស្រុកខ្មែរទេគេចាញ់មករៀននៅខាងក្រៅសិតតែជា lawyer ជា engineer ជា scientist ជា accountant ជា business manager អង់គ្លេសគេនិយាយអត់មានតាក់បន្តិចទេគឺពិតជាចេះមែនតែបើមនុស្សគាត់មានលុយទិញបបោះដើរលេងទេអត់ទាន់ឃើញអ្នកណាមួយប្រកែនៅឡើយទេបានត្រឹមតែយករូបថតទៅចុះនៅ Facebook ឲ្យគេឃើញប៉ុណ្ណឹងណាអញ្ចឹងខ្ញុំនៅមានជំនឿមួយថាបើចង់មានពិសោធន៍ក្នុងជីវិតមានតែរៀនហើយធ្វើការទេចំណែកដើរលេងមានអ្នកខ្លះទៀតរស់ស៊ីតិចតួចដូចខ្ញុំនេះចិត្តឈប់ហ៎បន្តិចទៀតណា take retirement travel around the world ខ្ញុំមានបងថ្លៃមួយឆ្នាំ365ថ្ងៃគាត់ដើរលេងពេញពិភពលោកអត់ឈប់ទេពេញពិភពលោកប៉ុន្តែកាលគាត់ធ្វើការរកស៊ីគាត់ធ្វើការពិបាកណាស់តែឥឡូវគាត់ដើរលេងពេញពិភពលោក365ថ្ងៃគឺមិនដែលដើរលេងរហូតយ៉ាងច្រើនមកផ្ទះវិញបោកអាវទៅទៀតក៏ប៉ុន្តែកាលពីគាត់រកស៊ីខំណាស់ទៅបានគាត់ដើរលេងពេញពិភពលោកបានអូខេគាត់មានស្អីទាំងអស់គាត់មានផ្ទះមានបាញ់មានទ្រព្យមានសម្បត្តិមានប្រាក់ចំណូលហើយបើគាត់ដើរលេងបានពីដើមឡើយគាត់ស្ងោស្ពៃក្តោបជាមួយកោះមន់ទេ
អញ្ចឹងខ្ញុំនៅតែនិយាយថាកុំបង្ហើរស្មារតីថាអ្វីនៅក្នុងពិភពលោកនេះវាស្រួលដើរលេងបានពិសោធន៍បានញ៉ាយស្រីបានចាញ់ល្បែងនៅកាស៊ីណូបានថតរូបអួតគ្នាបានណាវាមិនដែលណាដើរលេងអីទៅបានពិសោធន៍ជីវិតអីទេអានឹងសម្រាប់យើងកំសាន្តទេកូនយើងអាយុ50អីចឹងយើងក៏មានលុយមានកាក់អូនស៊ីខំធ្វើការអីចឹងយើងដើរលេងទៅណាអានឹងចឹងទេបើឲ្យយើងដើរអត់ឈប់ទេយើងរត់តែភ្លឺហើយណាមើលកូនអ្នកមានស្រុកខ្មែរដែលចេញមករៀននៅស្រុកអាមេរិកស្រុកអូស្ត្រាលីអីអត់សូវយកចិត្តទុកដាក់ចេះតែដើរលេងទៅវិញម៉ែឪការងារធ្វើនៅខាងក្នុងដើម្បីរក្សាព្រំដែនកម្ពុជាបច្ចុប្បន្នឲ្យនៅស្ថិតថេរតើមានវិធីសាស្ត្រអ្វីខ្លះនៅពេលពិភពលោកមិនអាចប្រើច្បាប់អន្តរជាតិតែពេលខ្លួនបានចម្លើយគឺទី1ប្រទេសជាតិត្រូវមានការកសាងធនធានមនុស្សបើខ្មែរមានវិស្វករច្រើនវេជ្ជបណ្ឌិតច្រើនឱសថការីច្រើនបច្ចេកវិទ្យាជាន់ខ្ពស់វិទ្យាសាស្ត្រច្រើនមានសហគ្រិនចេះដឹងច្រើនមានសហគ្រាសធំក្មេងខ្មែររៀនចប់សាលាមហាវិទ្យាល័យ4ឆ្នាំ6ឆ្នាំមានសមត្ថភាពធ្វើការងារព្រំដែនការពារបានហើយពីព្រោះនៅពេលធនធានមនុស្សមានល្អសេដ្ឋកិច្ចនឹងរីកធំចម្រើនសេដ្ឋកិច្ចរីកធំចម្រើនកងទ័ពរៀបចំបានល្អកងទ័ពរៀបចំបានល្អព្រំដែនរក្សាបានល្អការទូតបានល្អការយល់ដឹងសពគ្រប់បានល្អអញ្ចឹងចាប់ផ្ដើមពីការរៀនគឺការកសាងធនធានមនុស្សច្បាប់អន្តរជាតិវាធូររលុងតាំងពីដើមតែរបស់មួយដែលការពារខ្លួនបានគឺកម្លាំងសេដ្ឋកិច្ចដើម្បីឲ្យមានកម្លាំងសេដ្ឋកិច្ចប្រជាជនត្រូវមានសមត្ថភាពការងារនិងផលិតកម្មហ្នឹងចឹងលោកតាខ្ញុំឃើញព័ត៌មានគម្រោងអាងស្ដុកទឹកនៅខេត្តពោធិ៍សាត់ល្អហើយកូនណាល្អហើយតែសំខាន់ជាងគេចាយមានទៅរៀននេះកូនជាភាសារៀនអង់គ្លេសខំរៀនណាកូនកុំភ្លេចតិចទៅស្រាតខោហៅទឹកនៅអាងស្ដុកទឹកអីយ៉ាកពតច្រាប់អូខេអារឿងអាងស្ដុកទឹកអីហ្នឹងវាល្អប៉ុន្តែចាឯងចេះទេទី1បើចាឯងចូលលើអាងហ្នឹងចាឯងមាននឹកឃើញថ្ងៃណាមួយទៅជាវិស្វករសំណង់អាងទឹកទេណាហើយបើចាឯងកលេចមើលផ្ទៃទឹកហ្នឹងចាឯងយល់ថាទឹកហ្នឹងជាប្រយោជន៍អីខ្លះដល់ជីវិតចាឯងទេណាអានោះឯងជាការសំខាន់ណាអញ្ចឹងសួរខ្លួនឯងវិញថាចាឯងតែរៀនឬមិនរៀនណារៀនមាន2យ៉ាងរៀនក្នុងសាលានិងរៀនក្រៅសាលាណាចៅអូខេបើសិនថ្ងៃអនាគតវៀតណាមសាងសង់ស្ពានហាទៀងទៅដល់កោះត្រល់មែនតើខ្មែរអាចតវ៉ាឬធ្វើអ្វីបានទេអត់បានទេគាត់បានទេណាតាមមើលទៅមិនយូរទេកោះត្រល់នឹងភ្ជាប់ទៅខេត្តអានយ៉ាងមិនយូរទេឆាប់ហ្នឹងហើយ2027ស្ពានហើយនឹងផ្លូវចូលសមុទ្រតាក់ទងនឹងកំពង់ផែហាទៀងនឹងធ្វើហើយនឹងបន្តធ្វើតទៅទៀតមិនយូរទេហើយការតវ៉ាអីក៏តវ៉ាបានដែរខ្ញុំមិនដឹងទេណាសាវុតខ្ញុំមិនដឹងទេខ្ញុំដឹងប៉ុន្តែខ្ញុំឲ្យចាឯងនឹងនិយាយប្រាប់ខ្ញុំមីកថាទីសវណ្ណថាវាយករឿងហ្នឹងទៅផ្សាយអូខេអា Democratic Internal ហ្នឹងអាហ្នឹងអង្គការអាចក្បៃអូខេអង្គការអាចក្បៃមួយអូខេអា Centrist Democratic Internal គឺជាអង្គការអាចក្បៃដែលពួកឆ្វេងវាបង្កើតឡើងដើម្បីជួយអាចក្បៃគ្នាវាអញ្ចឹងហើយបាននៅក្នុងវិវាទកម្ពុជាណាអង្គការអាចក្បៃនេះវាចាញ់កោតទោសថាពេលវាកោតទោសថៃនឹងថៃវាខាតអីថៃវាឲ្យផោមមកវិញអង្គការនេះជាស្អីទៅឆែកមើលនៅក្នុង Google មើលចាឯងទៅឆែកមើលអង្គការហ្នឹងមានអាចក្បៃទេតែអាចក្បៃអត់មានផងអាចមន់ក៏គ្មានដែរអាចផ្សេងក៏អត់មានដែរមានអាចកណ្ដុរអង្គការហ្នឹងជាអង្គការដែលពួកឆ្វេងគេបង្កើតឡើងនៅក្នុងបរិបទនៃសម្ព័ន្ធនយោបាយអត់បានកាយទេមីកថាវាយករឿងហ្នឹងមកផ្សាយបន្ទាប់វាផ្សាយវាធ្វើវាអ្នកចេះដឹងអញ្ចឹងហើយបានជាតាធ្វើមិនយល់ឲ្យចៅឯងនិយាយប្រាប់តាដើម្បីតាបកស្រាយប្រាប់ចៅឯងថាតាឃើញឥឡូវតានិយាយខុសទៅមើលមីកថាវាយករឿងហ្នឹងមកភូតគ្រប់គ្នាហើយសួររដ្ឋាភិបាលកម្ពុជាសួរថាក្រោយពីអា CDI ហ្នឹងវាកោតទោសថៃបានអីមកវិញបានបន្លាលោះហើយនឹងប៉ោងខោអញ្ចឹងចប់អត់បានការឃើញទេដោយអង្គការ Peace Moon អញ្ចឹងគេឲ្យកលៀងបៀងមួយលោកហ៊ុនសែនឲ្យលុយ1លានគេថារង្វាន់លុយ1លានរង្វាន់សន្តិភាពណាលោកហ៊ុនសែនគាត់ជិះបោះទៅកូរ៉េទៅទទួលពីអង្គការ Moon ហ្នឹងគាត់ថាហ្នឹងវាល្អប៉ុន្តែគ្មានណាឆ្កា proof ផងសូម្បីតែវាមានតម្លៃវា1លានក៏គេអត់ proof ផងគេដឹងច្បាស់ថាអាមូលនិធិហ្នឹងវាកើតពីណាមកយល់ទេសូម្បីតែអតីតអគ្គលេខាធិការអាប៊ិនខេមូនទៅចូលរួមក៏អត់មានតម្លៃកលៀងបៀងលោកហ៊ុនសែនមានលុយរាប់លានគាត់ទៅវិញយកអាកលៀងបៀងមកទៅណាដូចដូណាល់ត្រាំអញ្ចឹងដូណាល់ត្រាំជួយចង់បាន Nobel យកមកធ្វើអីបើខ្លួនជាប្រទេសមហាអំណាចហើយជាប្រធានាធិបតីរឿងនេះសិតតែរឿងមនុស្សចូលទេ Nobel Peace ក៏ខ្ញុំអត់ឲ្យតម្លៃចំណែកអាកលៀងបៀងដែលតាហ៊ុនសែនជីកប៉ាហោះទៅទាំងកប៉ាហោះទៅយកហ្នឹងក៏អត់តម្លៃទេអញ្ចឹងអាក្រុមហ៊ុនអីអាអង្គការអី Centrist Democratic Internal អីហ្នឹងស្អីនឹងអាចកណ្ដុលអត់មានអត់បានការអីទេគាត់អត់បានការអីទេបាទបើវាទិញស្បែកជើងឲ្យតាហ៊ានខ្មែរដែលអត់ស្បែកជើងពាក់អាហ្នឹងតើសារវាខ្លះកឹមរាយុ
មួយថ្ងៃបាន$400មែនតាប៉ុន្តែបានមួយថ្ងៃផ្សេងខាងអញ្ចឹងហើយពិតអញ្ចឹងមែនបាន400ម្ដងណាជួនកាលលក់ stock ចំណេញបាន8000ប៉ុន្តែខាតអស់50000ណាលក់ភាគហ៊ុនចំណេញបាន8000ម្ដងតែខាតអស់50000អា50000ខាតអត់និយាយប្រាប់គេទេឈ្នះលបែងក៏យ៉ាងនេះអញទៅកាស៊ីណូថ្ងៃនេះឈ្នះបានជាង10000ប៉ុន្តែអាចចាញ់អស់រាប់20 30ម៉ឺនយកផ្ទះទៅប្រចាំជាពាក់លុយ credit card អត់និយាយម៉ាត់ដានីសុខាលោកគ្រូហេតុផលអ្វីអាមេរិកត្រឡប់មកដាក់សម្ពាធដល់យូក្រែនវិញវាជាមុខរបររកស៊ីរបស់លោកដូណាល់ត្រាំណាលោកដូណាល់ត្រាំគាត់ធ្វើដើម្បីប្រយោជន៍គាត់ដូច្នេះហើយគាត់ក៏ឃើញថាយូក្រែនហ្នឹងវាជាចង់តល់ច្រកធម្មតាទេពាក្យខ្មែរយើងណាដានីសុខាគេថាយីអ៊ុនដាក់អរិយជន់គឺនៅពេលដែលយូក្រែនកំពុងតែតល់ច្រកគេសង្កត់កថែមទៀតអាហ្នឹងអញ្ចឹងណាម៉ារ៉ុកជួយបញ្យល់ពីឆ្វេងនិងស្ដាំនិយមបន្តិចមកឆ្វេងកុម្មុយនីស្ដាំសេរីសាធារណរដ្ឋអាហ្នឹងនិយាយស្រួលស្ដាប់អូខេនៅលើប្របាក់ទៅយកកំពុងតែនិយាយកូនអើយប្រាប់ឲ្យថាសួរពេទ្យខ្លួនឯងទៅបន្តទឹកភ្នែកនៅតែចង់ដឹងមិនមែនខ្ញុំដាក់ទៅល្អក្មួយឯងណាភ្នែកយើងខុសៗគ្នាណាកូនណាម៉ាប់សួរថាតើកម្ពុជាចូលសមាជិក G20 បានទេកម្ពុជាសុំគេចូលមើលខ្លាចលោកចូលបានខ្ញុំមិនដឹងថាគេឲ្យចូលយ៉ាងម៉េចណាខ្ញុំក៏មិនដឹងដែរអា G20 ហ្នឹងខ្ញុំមិនដឹងណាមិនដឹងទេបាទមើលខ្ញុំអាចឆ្លើយបានខ្លះតែខ្ញុំមិនបានដឹងថាខ្ញុំមិនបានដឹងថាអា G20 ហ្នឹងចូលយ៉ាងម៉េចទេណាបាទខ្ញុំមិនបានដឹងទេអូខេការចូលជាសមាជិក G20 ការចូលជាសមាជិក G20 ណាគឺគ្រាន់តែជាការហៅគ្នាឲ្យចូលទេរីឯលក្ខខណ្ឌបុគ្គលិកភាពដែលត្រូវចូលមិនតាំងតែងពេកទេតែជាទូទៅពាក្យថា G20 មានន័យថាសេដ្ឋកិច្ចធំទាំង20ក្នុងពិភពលោកណាសេដ្ឋកិច្ចធំទាំង20នៅក្នុងពិភពលោកគឺគេសម្គាល់លើទំហំ GDP គេសម្គាល់លើទំហំពាណិជ្ជកម្មពិភពលោកគេសម្គាល់ពីទំហំនៃកម្លាំងហិរញ្ញវត្ថុនិងគេសម្គាល់ពីអត្តពលនៃសេដ្ឋកិច្ចក៏ប៉ុន្តែវាអត់មានស្តង់ដាណាថាហេតតែប៉ុណ្ណេះប៉ុណ្ណោះទៅយើងជា G20 ទេ G20 ភាគច្រើនជាការហៅរកទៅវិញទេមានន័យថាបបួលទៅវិញទេឧទាហរណ៍ណាឧទាហរណ៍ថាក្រុមធំនៅក្នុងពិភពលោកវាមានអាស៊ីអឺរ៉ុបអាមេរិកកាំងអាហ្វ្រិកហើយនិងមជ្ឈមបូព៌ា